បាទតោះបងប្អូនទៅមើលការទិញប្រហុកទិញត្រីប្រហុកបាទត្រីប្រហុកហ្នឹងគេធ្វើពីត្រីកាភ្លៀងដែលលឿយកសាច់អស់ចឹងណាបងប្អូនបាទអញ្ចឹងនៅខាងតំបន់ភូមិពីមតាអ៊ូគឺសហគមន៍មេជ្រៃហើយជាថ្ងៃអាទិត្យដែលខ្ញុំបានចុះទៅធ្វើការនៅក្នុងសហគមន៍ហើយក៏បានឆ្លៀតទៅទិញប្រហុកទិញត្រីប្រហុកបាទខ្ញុំពីមុនខ្ញុំទិញបាន20គីឡូដែរឥឡូវយើងទិញបន្ថែមទៀតឃើញថាខុសគ្នាអញ្ចឹងតោះទៅមើលហើយពេលដែលធ្វើដំណើរទៅទិញប្រហុកហ្នឹងគឺថាមានក្មេងៗដែលគាត់ទៅផ្ទះទៅរៀនហើយសុំដោយសារទៅត្រឡប់ទៅផ្ទះវិញអញ្ចឹងណាបាទអញ្ចឹងឃើញថាមាន4 5 6នាក់ដែរដោយសារពុកម្ដាយគាត់រវល់ជាប់យកទូកទៅធ្វើនេះធ្វើនោះអីចឹងណាអញ្ចឹងពួកយើងនឹងទទួលយកពួកគាត់ទៅតាមផ្ទះហើយប៉ុន្តែមិនទាន់ដល់ផ្ទះទេគឺថាយើងជួបអ្នកដែលបើកទូកមកយកនៅតាមផ្លូវតែម្ដងណាបងប្អូនបាទអញ្ចឹងនេះជាទស្សនវិជ្ជានៅខាងភូមិពីមតាអ៊ូតំបន់សហគមន៍មេជ្រៃហើយក៏ជាភូមិមួយរបស់ឃុំកែវពណ៌បាទឃុំកែវពណ៌ស្រុកពុខេត្តសៀមរាបដែរហើយភូមិនេះគឺជាភូមិមួយដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុតបាទដែលបងប្អូនមិនគួរមើលរំលងហើយបងប្អូនដែលចង់ទៅទស្សនានៅទីនេះក៏អាចទៅបានដែរតាមរយៈការជិះទូកសហគមន៍នៅទីនោះផ្ទាល់បាទអញ្ចឹងការរៀបចំនេះគឺប្រហែលទៅនឹងតំបន់ផ្សេងទៀតនៅខាងកំពង់ភ្លុកកំពង់ឃ្លាំងឬក៏ដូចជានៅខាងចុងឃ្នៀសយើងហ្នឹងបាទកំពង់ផែចុងឃ្នៀសហ្នឹងសុជិញបាទអញ្ចឹងបងប្អូនអាចអញ្ជើញទៅហើយទិញសវត្ថទូកគឺចូលទៅទស្សនាបានហើយខ្ញុំចូលចិត្តទីនេះបំផុតដោយសារទីនេះគឺជាទីតាំងមួយដែលល្អសម្រាប់សិក្សាស្វែងយល់អំពីជីវភាពហើយនឹងរបៀបរបបរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបាទប្រជាពលរដ្ឋប្រជាជនដែលនៅទីនេះគឺថាមានលក្ខណៈពិសេសមែនទែនបងប្អូនចឹងខ្ញុំខ្លាយជាផ្នែកមួយនៃសហគមន៍ដែលបានចុះមកជារៀងរាល់ថ្ងៃអាទិត្យបាទហើយខ្ញុំនៅតែលួងស្នេហ៍តំបន់នឹងដដែលបាទចឹងបងប្អូនអាចអញ្ជើញមកទស្សនាដើម្បីស្វែងយល់បន្ថែមអំពីរបបរស់នៅក្នុងតំបន់ទន្លេនេះអូខេអញ្ចឹងបើនិយាយពីរឿងត្រីប្រហុកដែលខ្ញុំនៅតែទិញវិញអញ្ចឹងឃើញថាកាលពីខ្ញុំទិញនៅក្នុងខែ12ពេលនោះគឺជាពេលដែលត្រីប្រហុកធូរថ្លៃខ្លាំងមែនទែនបងប្អូនខែ12ដូចជាសម្បូរត្រីកាភ្លៀងអញ្ចឹងពេលដែលគាត់លក់គឺគាត់លក់គាត់លឿយសាច់គាត់លឿយយកឆ្អឹងអស់ហើយគាត់លក់ឲ្យយើងតែ 3,500 ទេគឺធូរថ្លៃខ្លាំងមែនទែនណាដល់ពេលនៅក្នុងខែ2នេះឃើញថាត្រីកាភ្លៀងចាប់ផ្ដើមចុះថយហើយក្រដូច្នេះហើយធ្វើឲ្យការលឿយលក់របស់គាត់គឺមានតម្លៃថ្លៃអញ្ចឹងរហូតដល់ 8,000 ទៅ 9,000 គាត់មើលណាអញ្ចឹងឡើងពី 3,500 ទៅ 9,000 គាត់ថាទៅចុះបន្តិចអញ្ចឹងចុះបន្តិចហ្នឹងគឺគាត់លក់ជូន 8,000 រៀលអញ្ចឹងបងប្អូនគាត់ថាចំនួននេះគឺពិតជាតង្ហក់ឡើងខ្លាំងមែនទែនហើយខ្ញុំទិញប្រហែល2ខែមុនឥឡូវ2ខែក្រោយគឺឡើងទ្វេដងគុណនឹង3ទៀតណាបងប្អូនអញ្ចឹងណាបាទអញ្ចឹងឃើញថានៅតំបន់យើងនេះគឺពុំសូវថិតថេរទេដោយសារតម្លៃត្រីវាចុះឡើងទៅតាមស្ថានភាពតម្រូវការហើយនឹងភាពកម្រនៃត្រីនឹងឯងបងប្អូនណាបាទអញ្ចឹងយើងត្រូវទៅទិញយកទៅបីថ្លៃប៉ុណ្ណាក៏ដោយដែរគឺយើងទិញយកទៅទុកធ្វើប្រហុកញ៉ាំខ្លួនឯងហើយទី2គឺយើងអាចយកទៅញ៉ាំជាលក្ខណៈស្រស់វាអាចជាស៊ូស៊ីដែរណាដែលលឺទេបងប្អូនអញ្ចឹងគេញ៉ាំត្រីស្រស់ដូចជាលក្ខណៈស៊ូស៊ីអញ្ចឹងឬគេយកទៅភ្លា
បាទហើយឬក៏គេយកទៅបំពងអីជាដើមហ្នឹងទៅណាអញ្ចឹងត្រីកាភ្លីនេះគឺមើលទៅអត់សមទេតែវាមានប្រយោជន៍ច្រើនមែនទែនដោយគេលឺយកតែសាច់អស់ទៅគេវត្តចូលឆ្អឹងណាអញ្ចឹងឃើញថាយកមកធ្វើប្រហុកធ្វើត្រីប្រៃត្រីជូរផ្អកម៉ាំក៏ដូចជាធ្វើទៅជាប្រហុកបាទដែលជាម្ហូបដ៏ល្អសម្រាប់ប្រជាជនខ្មែរខ្ញុំគឺថាហូបប្រហុកជាអាជីពហើយបាទអញ្ចឹងនេះជាវីដេអូមួយដែលបង្ហាញដែលបងប្អូននៅនៅតំបន់មេជ្រៃហ្នឹងរស់នៅក៏ដូចជាប្រកបមុខរបរបានហើយបញ្ជាក់ដែរក្រៅអំពីការរកត្រីនេះគឺបងប្អូននៅតំបន់មេជ្រៃគឺពិតជាមានសំណាងជាងគេទីពួកគាត់អាចធ្វើការងារដាំដុះពីរដូវប្រាំងមកនៅតាមដងព្រែកដងអូអញ្ចឹងទៅណានឹងទទួលបានចំណូលបន្ថែមមួយវគ្គទៀតហើយទី2ហ្នឹងពួកគាត់ក៏ចាប់ដើមរកចំណូលតាមរយៈទេសចរណ៍ដែរទី1គឺទូកទី2គឺទូកស្ត្រីឬក៏ធ្វើម្ហូបសម្រាប់ភ្ញៀវបរិភោគអីចឹងទៅណាអញ្ចឹងនេះជាឱកាសមួយដែលចូលរួមនៅក្នុងការអភិវឌ្ឍក្នុងអភិវឌ្ឍសង្គមក្នុងតំបន់មេជ្រៃនេះបាទអញ្ចឹងបងប្អូនទេសនាការទិញត្រីប្រហុកហ្នឹងទៅបាទអញ្ចឹងឃើញថាត្រីប្រហុកនេះឆ្ងាញ់បើសិនជាធ្វើបានគឺឆ្ងាញ់ឈ្ងុយហើយគ្មានឆ្អឹងទេបងប្អូនអញ្ចឹងអាចយកទៅគ្រាន់តែដុតហើយយកត្រប់ស្រួយអីចឹងគឺអេហ្មងណាបាទអញ្ចឹងបាទបងប្អូនអរគុណដែលបានទេសនាខ្ញុំគ្រាន់តែធ្វើលេងទុកជាការកម្សាន្តអីចឹងទៅណាបាទអញ្ចឹងជាវីដេអូដែលមួយនៅក្នុងតំបន់មេជ្រៃបាទជម្រាបលា